ឆ្នាំនេះទីវាសិទ្ធមេដាពិភពលោករំភើបខ្លាំងមែនទែនបងប្អូនអើយនាងខ្ញុំឆ្នាំហ្នឹងគឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងដោយសារកូនប្រុសកូនស្រីនាងខ្ញុំគាត់ប្រមូលទៅញ៉ាំបាយក្រៅប៉ុន្តែនាងខ្ញុំអត់ទៅទេនាងខ្ញុំថាទៅទិញគ្រឿងសមុទ្រមកធ្វើនៅផ្ទះញ៉ាំទៅព្រោះអីនាងខ្ញុំចង់ញ៉ាំត្រីសាម៉ុនហើយនឹងក្តាមអញ្ចឹងហើយកូនគាត់ថាធ្វើអីមកឯងធ្វើម្ហូបរាល់ថ្ងៃហើយមួយឆ្នាំមានម្ដងទៅញ៉ាំនៅក្រៅទៅហើយនាងខ្ញុំគាត់ថាខ្ញុំអត់ចង់ទៅញ៉ាំក្រៅទេខ្ញុំចង់ទៅយកមកហូបនៅផ្ទះអញ្ចឹងយើងហូបទៅវាបានមួយពេលពីរពេលព្រឹកងាយអញ្ចឹងកូនគាត់ថាស្រែកទៅចិត្តម៉ែទេបើម៉ែទៅទិញយកមកធ្វើក៏ទិញមកគាត់ជូនទៅទិញទៅហើយម្ហូបថ្ងៃនេះបងប្អូនអត់មានច្រើនមានតែ4 5មុខទេហើយមើលទៅសិតតែគ្រឿងសមុទ្រទាំងអស់ដោយសារកូនប្រុសបើនាងខ្ញុំក៏មិនសូវប៉ិនហូបហើយកូនស្រីក៏មិនសូវប៉ិនហូបនិយាយទៅម្ហូប4មុខហ្នឹងច្រើនតែខ្ញុំពីអ្នកកូនប្រុសខ្ញុំហូបច្រើនជាងគេតែហូបនៅតែមិនអស់ដែរបងប្អូនអើយព្រោះអីក្តាមនិយាយទៅទិញ2គីឡូបាន7ក្តាមហើយក្តាមធំល្អទៀតគឺថាគ្រឿងសមុទ្រចង់ញ៉ាំគ្រឿងសមុទ្រទៅកន្លែងគេថាគេបោះដុំនឹងទិញបានស្រស់ឆ្ងាញ់បងប្អូនមកទិញនៅផ្សារក៏មានស្រស់ដែរប៉ុន្តែថាមិនដឹងគេទុកច្រើនថ្ងៃហើយចំការគេលក់អស់គេយកចាញ់យកចូលចឹងទិញយកមកសាច់ក្តាមក៏ដល់លើកមុនខ្ញុំធ្លាប់ទិញម្ដងដែរក្តាមមួយដល់300ជាងយកមកដល់បងអូនហើយគេទៅចំហុយទៅអត់មានសាច់ទេហើយអត់សូវឆ្ងាញ់ទៀតអញ្ចឹងទៅសម្រាប់ចិត្តថាបើចង់ញ៉ាំគ្រឿងសមុទ្រទៅទិញកន្លែងបោះដុំទៅដល់ផែកំពង់ផែគេផ្ទាល់ហ្មងបងប្អូនហើយអត់មានអីច្រើនទេអាហារពេលល្ងាចនេះខ្ញុំថ្ងៃទិវាមេដាពិភពលោកមានតែប៉ុណ្្នឹងហើយក៏សូមជូនពរអ្នកម្ដាយគ្រប់រូបទាំងអស់គ្នានៅពិភពលោកនឹងជូនពរទិវានៃក្តីស្រឡាញ់ជូនពរសម្រាប់កាន់តែល្អលុយហូរចូលដូចទឹក